ការពីតងដែលប្រកួតប្រជែងគ្នារីកដើម្បីឲ្យម្ចាស់វាំងសៀមឈោងដៃចាប់យកទៅស្រង់ក្លិនចុងក្រោយនៅតែមានផ្កាតែមួយតងតែប៉ុណ្ណោះដែលម្ចាស់វាំងសៀមនោះគឺស្ដេចរាមាទី10ប្រងឈោងបេះយកទៅស្រង់ក្លិននោះគឺសម្ដេចព្រះរាជិនីសុធីតានៅក្នុងរាជវាំងសៀមមិនមែនមានតែភាពស្ងប់ស្ងាត់និងសេចក្តីថ្លៃថ្នូរនោះទេនៅពីក្រោយខ្នងវាគឺជាសមរភូមិដែលគ្មានផ្សែងមួយនេះគឺជាសង្គ្រាមរវាងស្ត្រីពីររូបដែលម្នាក់គឺជាសម្ដេចព្រះរាជិនីសុធីតាអ្នកកាន់ក្បួនច្បាប់និងម្នាក់ទៀតគឺជាស្នំឯកគឺជាចៅខុនព្រះសេនីណាតភីឡាតកល្យានីជាស្ត្រីស្នំឯកដែលហ៊ានបំបែកច្បាប់ទម្លាប់រាប់រយឆ្នាំរបស់រាជវាំងសៀមនៅក្នុងឆ្នាំ2019សេនីណាតបានធ្វើឲ្យភ្ញាក់ផ្អើលនៅក្នុងសង្គមរបស់សៀមនៅពេលដែលស្ដេចរាមាទី10ប្រោះព្រះរាជទានស្ថាបនាសេនីណាតឲ្យคล้ายទៅជាមានគោរមងារចៅខុនព្រះសេនីណាតភីឡាតកល្យានីហើយនេះគឺជាលើកដំបូងនៅក្នុងរយៈពេលជាង100ឆ្នាំចុងក្រោយនេះដែលមានគោរមងារនេះកើតឡើងនេះគឺជាការប្រកាសសង្គ្រាមដោយប្រយោលនាងមិនមែនគ្រាន់តែជាស្ត្រីស្នំឯកធម្មតាតែប៉ុណ្ណោះនោះទេតែចៅខុនព្រះសេនីណាតម្នាក់នេះព្យាយាមបង្ហាញខ្លួនឲ្យស្មើមុខស្មើមាត់ទៅនឹងសម្ដេចព្រះរាជិនីនៅគ្រប់ទីកន្លែងដែលមានព្រះវត្តមានស្ដេចរាមាទី10និងសម្ដេចព្រះរាជិនីគឺតែងតែឃើញចៅខុនព្រះសេនីណាតម្នាក់នេះដើរតាមហែហមពីក្រោយព្រះរាជវង្សានុវង្សមិនដែលដាច់ស្ទើរតែគ្រប់ព្រះរាជកម្មវិធីទាំងអស់ដែលស្ដេចរាមាទី10ស្ដេចយាងចូលរួមហាក់បីដូចជាចង់ប្រាប់ពិភពលោកថានាងគឺជាអ្នកដែលស្ដេចស្រឡាញ់បំផុតប៉ុន្តែការប្រជែងអំណាចមិនមែនជារឿងងាយស្រួលឬក៏ជារឿងលេងសើចពេកនោះទេ3ខែក្រោយទទួលបានគោរមងារជាចៅខុនព្រះសេនីណាតស្រាប់តែទទួលបានព្រះរាជក្រឹត្យមួយដកតំណែងនាងពីចៅខុនព្រះនិងដកទូនីតិពីនៅក្នុងជួរទាហានរាជអង្គរៈព្រមទាំងដកគ្រឿងឥស្សរយុទ្ធដែលទទួលបានទាំងអស់ហើយបានជាប់ឃុំឃាំងនៅក្នុងគុកងងឹតសេចក្តីប្រកាសដកតំណែងបានបញ្ជាក់យ៉ាងច្បាស់ថាចៅខុនព្រះមានមហិច្ឆតាខ្ពស់ពេកនិងព្យាយាមរារាំងការតែងតាំងដំឡើងព្រះឋានៈរបស់សម្ដេចព្រះរាជិនីសុធីតាជាចុងក្រោយអ្នកឈ្នះនៅតែសុធីតាដែលជាសម្ដេចព្រះរាជិនីនៃនគរសៀមហើយចំណែកឯសេនីណាតវិញសល់ត្រឹមតែឲ្យអ្នកទោសពាក់ព័ន្ធនឹងការដកចៅខុនព្រះសេនីណាតនេះចេញពីតំណែងខ្ញុំបានឮពាក្យចចាមអារាមនៅក្នុងសង្គមសៀមគេបាននិយាយថាចៅខុនព្រះសេនីណាតនេះបានទីទានទៅលើសម្ដេចព្រះរាជិនីសុធីតាថាកាលពីដើមទំនាក់ទំនងស្នេហាស្ដេចរាមាទី10និងចៅខុនព្រះសេនីណាតនេះគឺតាក់ទងគ្នាមុនបានន័យថាស្ដេចរាមាទី10និងសេនីណាតបានតាក់ទងគ្នាមុនរួចទៅហើយមុនដែលស្គាល់សុធីតាក្រោយហើយចៅខុនព្រះសេនីណាតនេះកាលពីដើមគឺជាកលានុបដ្ឋាយិកាមួយដែលធ្វើការនៅក្នុងមន្ទីរពេទ្យអាណន់មហិដុលបន្ទាប់មកក៏បានចូលបម្រើការនៅក្នុងទាហានរាជអង្គរៈនិងបានរៀនចប់និងវឹកវើវគ្គយោធាជាច្រើនព្រមទាំងវគ្គលោតឆាត់យងរហូតទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកជាស្ត្រីប្រចាំទាហានកងរាជអង្គរៈនៃរាជវង្សចក្រីចំណែកឯសម្ដេចព្រះរាជិនីសុធីតាវិញគឺមានទំនាក់ទំនងជាមួយនឹងស្ដេចរាមាទី10ក្រោយចៅខុនព្រះសេនីណាតនោះទេហើយសម្ដេចព្រះរាជិនីធ្លាប់ជាស្ត្រីអូតេសដែលបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរថៃ Airways ហើយក្រោយមកបានចូលបម្រើនៅក្នុងជួរទាហានរាជអង្គរៈហើយបានរៀនចប់និងទទួលបានការវឹកវើផ្នែកយោធាកម្រិតខ្ពស់រហូតទទួលបានឋានន្តរស័ក្តិជាអគ្គមេបញ្ជាការទាហានរាជអង្គរៈនៃរាជវង្សចក្រីហើយដោយសារតែមូលហេតុនេះហើយទើបចៅខុនព្រះសេនីណាតនេះបានមានសម្ដីផ្ដោះផ្ដងផ្លែផ្កាទៅឲ្យសម្ដេចព្រះរាជិនីថាហេតុអ្វីខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងស្ដេចរាមាទី10មុនសុធីតាទៅទៀតប៉ុន្តែបែរជាតំណែងសម្ដេចព្រះរាជិនីបានធ្លាក់ទៅក្នុងដៃសុធីតានេះហើយគឺជាពាក្យនិយាយតគ្នាមួយថាជាមូលហេតុដែលរាជវាំងចេញសេចក្តីប្រកាសដកតំណែងទាំងអស់របស់ចៅខុនព្រះសេនីណាតរហូតជាប់ទោសនៅក្នុងគុកងងឹតរឿងរ៉ាវកាន់តែជក់ចិត្តក្រោយពីចៅខុនព្រះសេនីណាតទទួលបានការផ្ដន្ទាទោសនោះពេលដែលស្ដេចរាមាទី10សពរាជហឫទ័យលើកលែងទោសឲ្យចៅខុនព្រះសេនីណាតនៅក្នុងឆ្នាំ2020ហើយទទួលបានគោរមងារនិងមុខតំណែងនិងគ្រឿងឥស្សរយុទ្ធដូចដើមវិញស្រាប់តែភ្លាមនោះមានរូបឯកជនភាពស្រើបស្រាលរបស់ចៅខុនព្រះសេនីណាតរហូតទៅដល់1400សន្លឹករ
របស់នាងត្រូវបានគេលួចបង្ហោះចែកចាយនៅក្នុងពេញបណ្ដាញសង្គមអ៊ីនធឺណិតគេជឿជាក់ថានេះគឺជាការបែកធ្លាយពីសត្រូវនៅក្នុងរាជវាំងដើម្បីបំផ្លាញកិត្តិយសរបស់ចៅខុនព្រះកុំឲ្យមានឱកាសងើបមុខរួចជួបជាមួយនឹងស្ដេចរាមាទី10ទៀតវាគឺជាល្បែងដ៏កខ្វក់មួយដើម្បីកម្ចាត់គូប្រជែងឲ្យខ្ទាតដល់ទាំងឫសគល់ហើយបច្ចុប្បន្ននេះចៅគុណព្រះស៊ីនីណាតបានកំពុងតែមានវត្តមានដូចដើមនៅក្នុងការដើរហែហមពីក្រោយស្ដេចរាមាទី10និងសម្ដេចព្រះរាជិនីនៅក្នុងព្រះរាជកម្មវិធីផ្សេងនិងព្រះរាជកិច្ចផ្សេងផងដែរហើយជួនកាលពេលខ្លះយើងក៏បានឃើញវត្តមានរបស់ស្ដេចរាមាទី10តែ2អង្គនៅក្នុងព្រះរាជកម្មវិធីផ្សេងប៉ុន្តែមិនមានព្រះវត្តមានរបស់សម្ដេចព្រះរាជិនីនោះទេក្រៅពីសម្ដេចព្រះរាជិនីនិងចៅខុនព្រះស៊ីនីណាតនេះស្ដេចរាមាទី10ក៏តែងតាំងស្ត្រីដែលមានមុខនីតិនៅក្នុងជួររាជអង្គរៈជាចៅចោមដែលមានឋានៈក្រោមចៅខុនព្រះទៅទៀតនៅពេលថ្មីនេះកើនឡើងចំនួនប្រហែលពី9ទៅ15នាក់